នៅទីនេះគ្រប់គ្នាខ្លាចព្រាយបិសាចណាស់ខ្លាចដល់ថ្នាក់ហ៊ានសម្លាប់មនុស្សខ្ញុំមិនឃើញថាមានរបស់ម្ចាស់នៅខាងក្រោមមានជាប់បំណងត្រូវឬក៏កាយកូនចៅនឹងអស់បុណ្យបារមីហើយធ្លាក់ខ្លួនក្ររហាមួយជីវិតមកឈូនៅក្រោមភ្នូទាំងនោះឯងមានភាពពេញលេញដូចដើមហើយមើលទៅរឿងភ្នូនេះតែក៏ជាមកពីចៅលួចព្រោះជុកមាសប្រាក់បង្ហាញមិនអញ្ចឹងយើងរើភ្នូពុកម៉ែទៅឲ្យតែមានរឿងអីបន្តិចបន្តួចទាំងតែរើភ្នូជឿជលហួសហេតុពេកមកពីបណ្ដាលជំនាញនៅស្ងៀមបែបហ្នឹងទៅបាក់ទីក្នុងផ្ទះមានរឿងរកម្មរកូសរហូតបងតែគ្មានការកោតក្រែងហើយមកដល់ហើយក៏ប្រាប់ឈ្មោះមកសូមដូនតាដឹងឮកូនចៅផងខ្ញុំចង់សួរនាំរឿងនាងមីម្ដងជប់ដែលនាងមានគ្រូថ្នាក់មិនមែនមានតែខ្ញុំម្នាក់ឯងទេដែលឃើញនោះនិយាយមកចាប់ពីទៅចាប់ពីទៅចាប់ពីទៅឯងសម្រាប់កូនយើងអានបងធ្វើច្បាស់ទេបាបកម្មនឹងតាមសំណងមានអ្នកណាអាចគិតខុតបានឡើយ